រង្វង់មូលព្រះថោងនាងនាគមានទីតាំងស្ថិតនៅចំណុចប្រសពគ្នារវាងមហាវិថីឆ្នេររៀមនិងមហាវិថីជំទាវម៉ៅបដិមាព្រះថោងនាងនាគមានអង្កត់ផ្ចិត99 ម៉ែត្រដោយតម្កល់បដិមាព្រះថោងតោងស្បៃនាងនាគនៅចំណុចកណ្ដាលនៃរង្វង់មូលបដិមានេះត្រូវបានសាងសង់អំពីស្ពាន់មានទម្ងន់សរុប60 តោនពីព្រះបាទដល់កំពូលមកុដមានកម្ពស់21 ម៉ែត្រតម្កល់លើបល្ល័ង្ករាងចតុកោណកែងកម្ពស់6 ម៉ែត្រ 43 ស្ថិតនៅចំកណ្ដាលរង្វង់មូលនិងមានកម្ពស់សរុបទាំងបល្ល័ង្កនិងបដិមា27 ម៉ែត្រ 43 អត្តន័យបដិមាព្រះថោងនាងនាគបែរព្រះភ័ក្ត្រឆ្ពោះទៅសមុទ្ររៀមទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានពុជង្គនាគជានិមិត្តរូបនៃការកកើតទឹកដីវប្បធម៌អរិយធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់ខ្មែរយើង